រឿងសេចក្តីស្រឡាញ់នៃភ្នែកតែម្ខាងមានយុវជនម្នាក់ដែលរស់នៅតែម្នាក់ឯងជាមួយម្ដាយរបស់គាត់ថ្ងៃមួយពេលកំពុងដើរតាមផ្លូវស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍គាត់បានវះកាត់រួចហើយប៉ុន្តែលទ្ធផលមិនល្អទេហើយគាត់ត្រូវបានបាត់បង់សមត្ថភាពនៃការមើលឃើញរបស់ភ្នែកទាំងសងខាងយុវជនម្នាក់នោះមិនអាចមើលឃើញពន្លឺទាំងស្រុងហើយគាត់ត្រូវរស់នៅក្នុងភាពងងឹតដែលមិនធ្លាប់ស្គាល់ពីមុនមកគ្រប់ពេលដែលយុវជននោះបានរស់នៅគឺពោរពេញទៅដោយកំហឹងនិងភាពអស់សង្ឃឹមគាត់មានអារម្មណ៍ថាគាត់ជាមនុស្សតែម្នាក់គត់ដែលរងទុក្ខលំបាកជាងគេនៅក្នុងពិភពលោកថ្ងៃមួយយុវជនម្នាក់ដែលបាត់បង់នូវក្តីសង្ឃឹមទាំងស្រុងបានទទួលដំណឹងល្អដែលនឹកស្មានមិនដល់មាននរណាម្នាក់កំពុងតែចង់បរិច្ចាគភ្នែកតែម្ខាងឲ្យទៅកាន់គាត់យុវជនរូបនេះយល់ព្រមក្នុងការវះកាត់ហើយគាត់គិតថាគាត់នឹងអាចមើលឃើញឡើងវិញដោយប្រើភ្នែកម្ខាងហើយគាត់អរគុណម្ចាស់ជំនួយដែលមិនបានបញ្ចេញឈ្មោះយុវជននោះកាន់តែរីករាយដែលគាត់អាចមើលឃើញពិភពលោកម្ដងទៀតសូម្បីតែប្រើភ្នែកម្ខាងក៏ដោយគាត់រីករាយនឹងមនុស្សដែលបានបរិច្ចាគភ្នែកឲ្យគាត់ប៉ុន្តែចម្លែកណាស់ភាពរីករាយនោះមិនបានយូរទេយុវជនដែលវះកាត់បានរំជាមួយនឹងបងរំភ្នែកទាំងសងខាងហើយបានត្អូញត្អែប្រាប់ម្ដាយរបស់គាត់យុវជនបានត្អូញត្អែនឹងម្ដាយរបស់គាត់ដែលមើលថែរក្សាគាត់យ៉ាងឧស្សាហ៍ដែលសួរថាតើគាត់អាចរស់នៅដោយប្រើភ្នែកម្ខាងរបស់គាត់បានយ៉ាងដូចម្ដេចខុសពីមុនពេលវះកាត់គាត់មិនស្ទាក់ស្ទើរក្នុងការនិយាយថាការរស់នៅដោយមើលមិនឃើញវាប្រសើរជាងរស់នៅដោយប្រើភ្នែកម្ខាងប៉ុន្តែម្ដាយគ្រាន់តែស្ដាប់ការត្អូញត្អែរបស់យុវជនដោយមិនបាននិយាយអ្វីទាំងអស់បន្តិចក្រោយមកវាដល់ពេលដែលត្រូវយកបងរំចេញពីភ្នែករបស់គាត់យុវជននោះបានបន្តត្អូញត្អែរហូតដល់ពេលដែលបងរំត្រូវបានដោះចេញគាត់បាននិយាយថាគាត់ចង់ស្លាប់ឆាប់ៗជាជាងរស់នៅដោយប្រើភ្នែកម្ខាងប៉ុន្តែនៅពេលដែលយុវជននោះដោះបងរំចេញហើយមើលចំទៅមុខស្រាប់តែទឹកភ្នែកដ៏ធំបានស្រក់ចេញពីភ្នែករបស់គាត់ម្ដាយរបស់គាត់កំពុងឈរនៅមុខរបស់គាត់ដោយសម្លឹងមើលគាត់ដោយប្រើភ្នែកម្ខាងម្ដាយបានមើលទៅកាន់កូនប្រុសរបស់គាត់ដោយភ្នែកម្ខាងហើយបានបន្សល់ជុំបញ្ចប់នៃប្រយោគមួយរបស់នាងម្ដាយចង់ឲ្យកូននៅភ្នែកទាំងសងខាងរបស់ម្ដាយប៉ុន្តែម្ដាយគិតថារាងកាយដែលខ្វាក់របស់ម្ដាយនឹងក្លាយជាបន្ទុកសម្រាប់កូននៅពេលដែលយុវជនវ័យក្មេងបានដឹងថាគាត់មើលមិនឃើញតើគាត់មានប្រតិកម្មយ៉ាងណានៅពេលដែលយុវជនវ័យក្មេងបានឮថាមាននរណាម្នាក់ចង់បរិច្ចាគភ្នែកតើគាត់បានឆ្លើយយ៉ាងណាហេតុអ្វីបានជាម្ដាយសម្រេចចិត្តឲ្យកូនប្រុសរបស់នាងត្រឹមតែភ្នែកម្ខាងតើម្ដាយនឹងមានអារម្មណ៍យ៉ាងណានៅពេលដែលកូនប្រុសបានត្អូញត្អែអំពីការទទួលបានភ្នែកតែម្ខាងប្រសិនបើបងប្អូនជាកូនប្រុសនោះតើបងប្អូននឹងមានប្រតិកម្មយ៉ាងណាដែរនៅពេលដឹងថាម្ដាយរបស់ប្អូនជាអ្នកបរិច្ចាគភ្នែកប្រសិនបើបងប្អូនជាម្ដាយតើបងប្អូននឹងធ្វើអ្វីសម្រាប់កូនប្រុសរបស់ប្អូនតើប្អូនគិតថាប្អូនអាចឲ្យភ្នែកដល់កូនប្រុសរបស់ប្អូនបានទេកូនប្រុសមិនបានអរគុណសូម្បីនៅពេលគាត់ដឹងថាគាត់អាចទទួលបានភ្នែកក៏ដោយយើងងាយខ្លាចទៅជាមនុស្សមិនចេះអរគុណទោះបីជាយើងបានទទួលសេចក្តីស្រឡាញ់និងសេចក្តីមេត្តាដ៏អស្ចារ្យនៅក្នុងជីវិតក៏ដោយយើងងាយផ្ដោតទៅលើរបស់អ្វីដែលយើងមិនមានមូលហេតុដែលម្ដាយមិនអាចឲ្យភ្នែកទាំងសងខាងទៅកាន់កូនប្រុសរបស់នាងគឺដើម្បីឲ្យនាងអាចមើលថែកូនប្រុសរបស់នាងបាននៅលើលោកនេះតើអ្នកណាអាចស្រឡាញ់កូនប្រុសបែបនេះក្រៅពីម្ដាយរបស់គាត់ដូចជាម្ដាយដែលស្រឡាញ់ហើយលះបង់ភ្នែករបស់នាងសម្រាប់កូនប្រុសរបស់នាងព្រះជាម្ចាស់ក៏ស្រឡាញ់ប្អូនហើយបានលះបង់សម្រាប់ប្អូនចូលយើងមើលខគម្ពីរនេះជាមួយគ្នាតែឯព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យបានឃើញច្បាស់ដោយព្រះគ្រីស្ទបានសគត់ជំនួសយើងរាល់គ្នានោះគឺក្នុងការដែលយើងនៅមានបាបនៅឡើយផងព្រះគម្ពីររ៉ូមជំពូក5ខ8តើវាមានអត្ថន័យដូចម្ដេចដែរថាព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់
សេចក្តីស្រឡាញ់គឺជាលក្ខណៈដ៏សំខាន់មួយរបស់ព្រះអង្គយើងគួរតែស្គាល់អសាទរហើយរក្សាទុកសេចក្តីស្រឡាញ់របស់ព្រះអង្គនៅក្នុងចិត្តរបស់យើងព្រះជាម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គតាមរយៈការលះបង់ដោយទ្រង់យកសាច់ឈាមជាមនុស្សគឺជាអង្គព្រះយេស៊ូវហើយបានប្រោសយើងឲ្យរួចពីទណ្ឌកម្មនៃអំពើបាបសេចក្តីស្រឡាញ់មិនមែនជាការនៅស្ងៀមនោះទេគឺជាការធ្វើសកម្មភាពសេចក្តីស្រឡាញ់បែបលះបង់គឺជាសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់បានបង្ហាញមកលើយើងគឺធ្វើឲ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះយើងដឹងថាវាលំបាកប៉ុណ្ណាក្នុងការលះបង់នៅអ្វីដែលមានតម្លៃដើម្បីអ្នកដទៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ត្រូវបានបង្ហាញតាមរយៈព្រះគ្រីស្ទតើវាមានអត្ថន័យយ៉ាងដូចម្តេចដែរថាព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នានោះគឺក្នុងការដែលយើងនៅមានបាបនៅឡើយផងមុនពេលដែលមនុស្សម្នាក់ទទួលសេចក្តីសង្គ្រោះនៅក្នុងព្រះយេស៊ូវគាត់គឺជាមនុស្សម្នាក់ដែលមានអំពើបាបហើយជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់មនុស្សមានអំពើបាបមានន័យថាគឺជាមនុស្សដែលខ្វះខាតស្តង់ដាររបស់ព្រះជាម្ចាស់ឬធ្វើមិនត្រូវតាមគោលដៅរបស់ព្រះជំនួសឲ្យការស្រឡាញ់ព្រះជាម្ចាស់ដែលជាអ្នកបង្កើតនិងជាព្រះវរបិតាមនុស្សដែលមានបាបបានប្រឆាំងនឹងទ្រង់ទៅវិញដោយសារតែធម្មជាតិរបស់មនុស្សមានបាបគ្មានភាពសុចរិតខ្លាចជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ពួកគេគ្មានអ្វីដែលអាចជួយខ្លួនឯងបានទេយើងទាំងអស់គ្នាគឺជាខ្មាំងសត្រូវរបស់ព្រះអង្គហើយស្ថិតនៅក្នុងស្ថានភាពដែលត្រូវវិនាសប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានចូលមកជំនួសបងប្អូនហើយសុគតសម្រាប់បងប្អូនតាមរយៈការចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសុគតជំនួសយើងរាល់គ្នាព្រះជាម្ចាស់បានបង្ហាញថាទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណាព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នានោះគឺក្នុងការដែលយើងនៅមានបាបនៅឡើយផងខគម្ពីរនេះប្រាប់បងប្អូនថាយើងមានសេចក្តីសង្ឃឹមនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមិនចេះប្រែប្រួលឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាស់ឡើយពីព្រោះសេចក្តីស្រឡាញ់របស់ព្រះបានផ្សាយមកសពក្នុងចិត្តយើងរាល់គ្នាដោយសារព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានមកយើងហើយរ៉ូមជំពូក 5 ខ 5សេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់មិនដែលបោះបង់យើងចោលឡើយដោយសារតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់ទ្រង់ក្នុងការដែលយើងនៅជាមនុស្សមានបាបនោះព្រះគ្រីស្ទបានសុគតជំនួសយើងនៅពេលដែលព្រះវរបិតាបានប្រទានព្រះរាជបុត្រារបស់ទ្រង់គឺជាព្រះយេស៊ូវដើម្បីសុគតជំនួសយើងក្នុងការដែលយើងនៅមានបាបទ្រង់បានប្រទានអ្វីៗទាំងអស់អង្គទ្រង់ផ្ទាល់ដើម្បីសង្គ្រោះដល់អស់អ្នកដែលសមនឹងទទួលបានអ្វីទាំងអស់ប៉ុន្តែក្រោយពីការជំនុំជម្រះរបស់ទ្រង់នៅក្នុងការប្រទានព្រះរាជបុត្រារបស់ទ្រង់ព្រះអង្គបានប្រទានអង្គទ្រង់ផ្ទាល់ដែលជាអំណោយដ៏ពិសេសបំផុតក្នុងចំណោមអំណោយអ្វីៗទាំងអស់ទ្រង់បានលះបង់ខ្លួនដើម្បីឲ្យយើងអាចទទួលបានសេចក្តីស្រឡាញ់ដ៏អស្ចារ្យសូមបងប្អូនប្រាប់ព្រះជាម្ចាស់ថាបងប្អូនអរព្រះគុណទ្រង់ខ្លាំងប៉ុណ្ណាសូមអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឲ្យប្រទានចិត្តដល់បងប្អូនដើម្បីឲ្យបងប្អូនបានដឹងកាន់តែច្បាស់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ដ៏ធំហើយសូមអរព្រះគុណទ្រង់បងប្អូនអាចជ្រើសរើសចម្រៀងសរសើរដង្កើងហើយច្រៀងមុនពេលចូលគេងឬមុនពេលអានព្រះគម្ពីរដើម្បីសរសើរដង្កើងអំពីសេចក្តីស្រឡាញ់របស់ទ្រង់នៅពេលដែលបងប្អូនបានទទួលនៅសេចក្តីស្រឡាញ់ដ៏អស្ចារ្យនោះហើយសេចក្តីស្រឡាញ់នោះបានផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់សេចក្តីស្រឡាញ់របស់បងប្អូនចំពោះអ្នកដទៃទៀតសូមចែកចាយសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលបងប្អូនបានរៀននៅថ្ងៃនេះទៅកាន់មនុស្សដែលនៅជុំវិញខ្លួនរបស់បងប្អូនដើម្បីឲ្យពួកគេក៏អាចទទួលនៅសេចក្តីស្រឡាញ់និងសេចក្តីសង្ឃឹមនៅក្នុងជីវិតរបស់ពួកគេបានដែរប្រសិនបើបងប្អូនមិនទាន់ខ្លាចជាកូនរបស់ព្រះអង្គដែលស្រឡាញ់ប្អូនដ៏អស់ពីចិត្តនៅឡើយទេសូមចុចលើតំណភ្ជាប់ក្នុងប្រអប់ពិពណ៌នាហើយស្វែងយល់បន្ថែមប្រសិនបើបងប្អូនជាកូនរបស់ព្រះអង្គរួចហើយថ្ងៃនេះបងប្អូនអាចកំណត់ពីរបៀបដែលបងប្អូនចង់រស់នៅដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់បានផ្ដល់មកកាន់បងប្អូនហើយចែករំលែកវាទៅកាន់មនុស្សដែលនៅជុំវិញបងប្អូន